រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលដៅចង់នាំអង្គចេញទៅក្រៅប្រទេសឲ្យបានយ៉ាងតិច1លានតោននៅឆ្នាំ2015ខាងមុខហើយជំហានបន្តមកទៀតចង់ឲ្យកម្ពុជាក្លាយទៅជាប្រទេសនាំចេញអង្គដ៏ចម្បងមួយនៅលើពិភពលោកក៏ប៉ុន្តែកង្វះសមត្ថភាពផលិតវាគឺជាបញ្ហាប្រឈមដ៏ធំមួយនៅក្នុងយុទ្ធសាស្ត្រនាំចេញអង្គរបស់កម្ពុជានៅក្នុងពេលបច្ចុប្បន្ននេះជាការពិតថាកម្ពុជាគឺជាប្រទេសកសិកម្មមានផ្ទៃដីដាំដុះច្រើនហើយប្រជាជនភាគច្រើនលើសលប់គឺជាកសិករក៏ប៉ុន្តែគេសង្កេតឃើញថាក្នុងចំណោមប្រជាកសិករខ្មែរមានមួយផ្នែកធំនាំគ្នាធ្វើស្រែជាលក្ខណៈគ្រួសារដើម្បីបានផលយកមកចិញ្ចឹមត្រឹមតែក្រពះខ្លួនឯងតែប៉ុណ្ណោះមិនមែនដើម្បីធ្វើការលក់ដូរនោះទេម្យ៉ាងវិញទៀតផ្ទៃដីដាំស្រូវរបស់កម្ពុជាធ្វើត្បិតតែមានទំហំធំធេងក៏ពិតមែនក៏ប៉ុន្តែដោយមកពីកង្វះប្រព័ន្ធស្រោចស្រពផ្ទៃដីដាំដុះអស់ទាំងនេះមិនត្រូវបានគេប្រើប្រាស់ឲ្យបានពេញលេញទៅតាមសក្តានុពលរបស់វានោះទេសកម្មភាពបង្កើនផលស្រូវនៅកម្ពុជាមានការពឹងផ្អែកខ្លាំងតែទៅលើលក្ខខណ្ឌអាកាសធាតុដែលគេតែងតែនាំគ្នានិយាយថាធ្វើស្រែប្រវាស់មេឃការធ្វើស្រែប្រវាស់មេឃបែបនេះធ្វើឲ្យដីស្រែមួយផ្នែកធំនៅក្នុងប្រទេសកម្ពុជាត្រូវបានគេយកទៅប្រើប្រាស់ក្នុងការដាំដុះតែមួយរយៈពេលខ្លីតែប៉ុណ្ណោះក្នុងមួយឆ្នាំហើយនៅក្នុងពេលសល់ពីនោះដីត្រូវទុកឲ្យទំនេរចោលដោយសារតែខ្វះទឹកស្រោចស្រពឬកន្លែងខ្លះទៀតត្រូវទឹកលិចបើគេពិនិត្យមើលជារួមប្រជាកសិករខ្មែរមួយភាគធំធ្វើស្រែបានតែម្ដងតែប៉ុណ្ណោះក្នុងមួយឆ្នាំក្នុងពេលដែលប្រជាកសិករនៅប៉ែកខាងត្បូងប្រទេសវៀតណាមដែលជាប្រទេសជិតខាងហើយដែលមានអាកាសធាតុប្រហាក់ប្រហែលនឹងប្រទេសកម្ពុជាគេអាចធ្វើស្រែបានរហូតដល់ទៅ3ដងក្នុងមួយឆ្នាំបើនិយាយពីទិន្នផលស្រូវរបស់កម្ពុជាវិញអ្វីត្បិតតែនៅពេលបច្ចុប្បន្ននេះមានការកើនឡើងធៀបទៅនឹងពេលមុនក៏ប៉ុន្តែនៅតែមានកម្រិតទាបបើធៀបទៅនឹងប្រទេសជិតខាងមួយចំនួនយោងតាមតួលេខរបស់រដ្ឋាភិបាលកម្ពុជានិងរបស់អង្គការស្បៀងអាហារពិភពលោកគឺអង្គការ FAO ទិន្នផលស្រូវរបស់កម្ពុជានៅឆ្នាំ2012កន្លងទៅមានប្រមាណជា3តោនក្នុង1ហិកតាប្រហាក់ប្រហែលនឹងប្រទេសថៃក៏ប៉ុន្តែទាបជាងឡាវដែលមាន 3.7 តោនក្នុង1ហិកតានិងវៀតណាម 5.6 តោនក្នុង1ហិកតាទោះជាយ៉ាងណាគេឃើញថាអ្វីត្បិតតែប្រជាកសិករខ្មែរភាគច្រើននៅធ្វើស្រែប្រវាស់មេឃហើយដីស្រែរបស់កម្ពុជានៅមិនទាន់ត្រូវបានគេប្រើប្រាស់ឲ្យពេញសមត្ថភាពក៏ប៉ុន្តែកម្ពុជានៅតែអាចបង្កើនផលស្រូវបានលើសពីតម្រូវការក្នុងស្រុកខ្លួនឯងដែរនេះជាការបង្ហាញឲ្យឃើញពីសក្តានុពលដ៏ធំរបស់កម្ពុជាក្នុងការបង្កើនផលស្រូវប្រសិនបើមានការរៀបចំប្រព័ន្ធធារាសាស្ត្រឲ្យបានគ្រប់គ្រាន់ក៏ប៉ុន្តែដើម្បីក្លាយខ្លួនទៅជាប្រទេសនាំចេញអង្គដ៏ចម្បងមួយនោះបើមានសមត្ថភាពត្រឹមតែបង្កើនផលស្រូវក៏នៅតែមិនទាន់គ្រប់គ្រាន់ដែរយោងតាមតួលេខរបស់ក្រសួងកសិកម្មកាលពីឆ្នាំ2012កន្លងទៅផលស្រូវរបស់កម្ពុជាដែលសល់ពីតម្រូវការក្នុងស្រុកមានរហូតដល់ទៅ4លាន7សែនតោនក៏ប៉ុន្តែបើគេមើលទៅលើតួលេខរបស់ក្រសួងកសិកម្មវិញកម្ពុជានាំអង្គចេញបានតែប្រមាណជា2សែនតោនតែប៉ុណ្ណោះពោលគឺប្រហែលត្រឹម 10% ប៉ុណ្ណោះនៃផលស្រូវដែលសល់ពីការប្រើប្រាស់ក្នុងស្រុកនេះគឺដោយសារតែកម្ពុជាមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការកិនស្រូវជាអង្គដែលមានគុណភាពសម្រាប់នាំចេញបច្ចុប្បន្ននេះម៉ាស៊ីនកិនស្រូវនៅក្នុងប្រទេសកម្ពុជាភាគច្រើនគឺជាម៉ាស៊ីនកិនស្រូវខ្នាតតូចដែលអាចផលិតអង្គបានក្នុងបរិមាណតិចហើយមានគុណភាពសម្រាប់តែទីផ្សារក្នុងស្រុកតែប៉ុណ្ណោះដើម្បីអាចជ្រៀតខ្លួនចូលប្រកួតប្រជែងនៅក្នុងទីផ្សារអង្គអន្តរជាតិបានកម្ពុជាចាំបាច់ត្រូវតែបង្កើនសមត្ថភាពផលិតឲ្យដល់កម្រិតមួយដែលអាចឲ្យអ្នកទិញមានទំនុកចិត្តទាំងខាងបរិមាណនិងគុណភាពពោលគឺអាចផលិតអង្គដែលមានគុណភាពស្តង់ដារអន្តរជាតិហើយផលិតបានក្នុងបរិមាណគ្រប់គ្រាន់និងទៀងទាត់ឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារអន្តរជាតិនៅក្នុងការសិក្សាកាលពីពេលថ្មីៗនេះអ្នកជំនាញមួយចំនួនបានធ្វើការប៉ាន់ស្មានថាកម្ពុជាត្រូវការម៉ាស៊ីនកិនស្រូវខ្នាតធំចំនួនយ៉ាងតិច12គ្រឿងនិងខ្នាតមធ្យមចំនួន92គ្រឿងបន្ថែមទៀតដើម្បីអាចផលិតអង្គដែលមានគុណភាពសម្រាប់នាំចេញឲ្យបាន1លានតោនក្នុងមួយឆ្នាំទៅតាមគោលដៅរបស់រដ្ឋាភិបាលកម្ពុជា